បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងវិលមកជួបគ្នាជាថ្មីម្ដងទៀតណាតើតោងជាមួយនឹងវីដេអូរបស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំលើកយកកម្មវិធីមួយដែលវាមានបញ្ហាការងារតើតោងជាមួយនឹងការងាររដ្ឋបាលហើយខ្ញុំលើកឡើងនេះគឺជាកម្មវិធី Microsoft បាទ Office បាទ Excel បាទ version 2013ណាហើយបញ្ហាដែលជួបប្រទះហ្នឹងគឺយើងឃើញខាងលើនេះទេវាមានពណ៌ក្រហមណាបាទតើតោងនឹងចំណុចនេះដែរវាមិនមែនខូចទេបើយើងប្រើនៅតែប្រើបានអញ្ចឹងប៉ុន្តែចំណុចនេះវាទាមទារlicense ឬក៏ទាមទារ black key ដែលយើង fix វាណាតែដោយសារជាទូទៅបើមិនសិនជាបងប្អូនប្រើល្មមទេបាទมันមានជាកម្មវិធីឲ្យធំដុំទេយើងបាទមិនប្រើ license ក៏បានដែរយើងប្រើជា grade ក៏បានដែរណាហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅដោះស្រាយពីបញ្ហាហ្នឹងបាទធ្វើម៉េចដើម្បីឲ្យវាជួបក្រហមបាទក្រហមហ្នឹងគឺមានន័យថាវាទាមទារបាទ license ឬក៏ product key ហ្នឹងហើយតែរបស់ហ្នឹងគឺយើងទិញបាទទិញជាមួយនឹងបាទ page ឬក៏អ្នកដែលគេរកស៊ីខាងហ្នឹងណាតែសម្រាប់ខ្ញុំគឺខ្ញុំប្រើជា grade បាទ grade យើងប្រើ free ទេបាទយើងអាច download ពីអ៊ីនធឺណិតបាទភាសាខ្ញុំអត់ជាប់អ៊ីនធឺណិតណាអញ្ចឹងយើងអាចចូល download នៅក្នុង Google ណាហើយវា free ទេកម្មវិធីមួយនេះបាទកម្មវិធីមួយនេះមានឈ្មោះថា KSMS Spico version 10.1.8 បច្ចុប្បន្នប្រហែលជាឡើងដល់ version 20ហើយព្រោះអានេះខ្ញុំ download version ចាស់មកតែវានៅដំណើរការធម្មតាណាវាអាច grade បានធម្មតាបាទហើយ free ទេបងប្អូនចូលទៅ download អ៊ីនធឺណិតទូរស័ព្ទយើងក៏ដើរ download បានព្រោះវាតូចទេមិនធំទេបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយើងចូលទៅមើល Office របស់យើងបាទវាចេញក្រហមដោយសារអីដោយសារតែនេះបងប្អូនចូល file មកបាទយើងអូសមកខាងក្រោមមកយើងមកមើលពីថា account បាទអញ្ចឹងនៅកន្លែងនេះបងប្អូនឃើញកន្លែងនេះវាដាក់ថាបាទមកជួខាងនេះវាដាក់ថា activation required បាទហើយ Microsoft Office ដែលខ្ញុំប្រើហ្នឹងគឺ professional plus 2013ណាបាទអញ្ចឹងវាទាមទារ black key ណាបាទមានថា license អញ្ចឹងបើសិនជាយើងប្រើលុយបាទយើងទិញ black key វាប្រើតែបើសិនជាអត់ទេបងប្អូនធ្វើតាមខ្ញុំទៅវិធី grade បាទ grade ម្ដងអាចប្រើបានចន្លោះពី8ខែ6ខែទៅ8ខែបាទហើយវាអត់ទាមទារច្រើនទេអញ្ចឹងដើម្បី grade វាចូលទៅកាន់កម្មវិធីរបស់យើងមក KSMS Spico នេះមកអញ្ចឹងយើងបើក KSMS Spico របស់យើងមកបាទអញ្ចឹងខ្ញុំដាក់វានៅក្នុង file zip ដោយសារកម្មវិធីនេះវាងាយនឹងបាទងាយនឹង C បាទអញ្ចឹងខ្ញុំបើកវាមក install នៅក្នុងនឹងដំណោះបាទយើងចុចបើកវាមកណាអូខេខ្ញុំបិទ Defender នេះសិនព្រោះវា file window វាចាប់អូខេ sorry ហើយរកតិចសិនអានឹងដើម្បីកាន់ file window វាចាប់ក៏ install បានដែរបងប្អូនហ្នឹងព្រោះយើងងាយទៅបិទបាទយើងបិទ Defender យើងចោលមកបាទអញ្ចឹងយើងដល់ install មួយសារទៀតអូខេអញ្ចឹងយើងបើកវាបានហើយយើងចុច next មកតមកទៀតយើងកន្លែងនេះគឺជាលក្ខខណ្ឌរបស់license បាទ license agreement បើសិនជាយើងមាន license យើងប្រើមកតែបើអត់ទេយើងបាច់អាចយើងចុច accept បាទ I accept the agreement អញ្ចឹងណាយើងចុច next ទៀតមកបាទកន្លែងនេះជា file ដែលវាចាប់បាទវាចាប់ folder KSMS Spico ណាវារក្សាទុកក្នុង drive C ពេលយើង install ទៅណាអញ្ចឹងយើងចុច next ទៀតមកបាទ
là như bạn ba đấy là những con bạn đấy những chuyện này chứ bạn chứ ở Việt Nam ở chọn nó ok mà nói cho nó như rồi đấy chẳng dừng tầm mờ đi phần dương mình sẽ dừng bật việc bạn ra đến mình trong hai chiều với lại mình cái việc bật vào hòm này ở menu còn lên nhé nhưng mà vì thì cái cứ mình là bị nó hay dừng cho tầm mờ account mình dừng lại mình nó bạn nhưng mà đã việc đặt ha product activate bạn bị tham product activate mình làm việc full nhưng ai ra bạn chẳng là video đi mình là phần nâng đấy chẳng là chụp nên là video cao